រដូវអាពាហ៍ពិពាហ៍នៅឥណ្ឌាកំពុងតម្រូវការគ្រឿងអលង្ការខ្លាំងអ្នកលក់គ្រឿងអលង្ការថារដូវអាពាហ៍ពិពាហ៍បច្ចុប្បន្នកំពុងជំរុញឲ្យមានការលក់ខ្លាំងជាងគេដែលត្រូវបានមើលឃើញក្នុងរយៈពេល2-3ឆ្នាំចុងក្រោយនេះដោយអ្នកទិញបង្ហាញពីវិសាលភាពទិញខ្លាំងទោះបីមានតម្លៃមាសហក់ឡើងខ្ពស់ក៏ដោយតម្រូវការកំពុងរីកយ៉ាងទូលំទូលាយលើមាសនិងប្រាក់ហើយអ្នកជំនាញក្នុងឧស្សាហកម្មមាសបានសង្កេតឃើញថាអ្នកប្រើប្រាស់មិនត្រឹមតែទិញសម្រាប់ពិធីការទេប៉ុន្តែទិញដើម្បីវិនិយោគរយៈពេលវែងផងដែរជាមួយនឹងអ្នកលក់រាយតាមខ្សែសង្វាក់តម្លៃទាំងមូលដែលអារម្មណ៍អ្នកទិញកំពុងមានសុទិដ្ឋិនិយមខ្លាំងលើមាសដោយមិនគិតពីតម្លៃមាសខ្ពស់និងភាពអស្ថិរភាពនៅក្នុងទីផ្សារទំនិញពិភពលោកឡើយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មមាសមានមតិយ៉ាងច្បាស់ថាមូលហេតុស្នូលគឺពិធីអាពាហ៍ពិពាហ៍នៅឥណ្ឌាជាការប្រើប្រាស់ដែលមិនអាចជៀសផុតបាននៃការប្រើប្រាស់មាសហើយអ្នកប្រើប្រាស់បានទទួលយកការកើនឡើងនៃតម្លៃមាសដែលកើនឡើងខ្ពស់ជាអតិបរមាក្នុងខែតុលាផងដែរនេះជារដូវកំពូលសម្រាប់យើងព្រោះมันមានអាពាហ៍ពិពាហ៍ណាមួយនៅឥណ្ឌាអាចកើតឡើងដោយគ្មានគ្រឿងអលង្ការនោះទេលោកស្រីសេរីយ៉ានកាពួរនាយករងនៃក្រុមហ៊ុនគ្រឿងអលង្ការកាស៊ីបាននិយាយបញ្ជាក់ថាពេជ្រនិងប្រាក់ក្លាយជាចំណាត់ថ្នាក់បន្ថែមដ៏ខ្លាំងជាមួយមាសទោះមានការនាំចូលមាសខ្ពស់បន្ថយឲ្យមានសម្ពាធលើអោនភាពពាណិជ្ជកម្មរបស់ឥណ្ឌាក៏ដោយឧស្សាហកម្មគ្រឿងអលង្ការនៅតែមានទំនុកចិត្តថាតម្លៃមាសអន្តរជាតិនឹងទន់ខ្សោយក្នុងខែវិច្ឆិកាធ្នូអាចជួយបន្ថយសម្ពាធនិងគ្រប់គ្រងការទិញមាសបានជាប់លាប់នៅតាមហាងលក់រាយបច្ចុប្បន្ននេះជាមួយអាពាហ៍ពិពាហ៍រាប់លានកំពុងត្រៀមនឹងសុឆន្ទៈរបស់អ្នកប្រើប្រាស់មាសដែលនៅតែរឹងមាំនោះទីផ្សារគ្រឿងអលង្ការរបស់ឥណ្ឌាកំពុងចូលទៅក្នុងត្រីមាសដ៏រុងរឿងមួយដែលត្រូវបានជំរុញដោយប្រពៃណីការប្រើប្រាស់ទំនើបនិងឆន្ទៈអ្នកប្រើប្រាស់ក្នុងការចំណាយសូម្បីតែនៅក្នុងបរិយាកាសដែលមាសកំពុងតែឡើងតម្លៃខ្ពស់ក៏ដោយសូមរំលឹកផងដែរថាឥណ្ឌាជាប្រទេសមួយដែលប្រើប្រាស់មាសច្រើនជាងគេលើពិភពលោកដូចនេះព័ត៌មានខាងលើគឺជាសូចនាករសំខាន់មួយដែលគាំទ្រតម្លៃមាសឲ្យនៅតែបន្តឡើងទៀតនាពេលអនាគតតាមរយៈតម្រូវការក្នុងវិស័យគ្រឿងអលង្ការ